ประธานาธิบดีสหรัฐอเมริกโลกโดนัลด์ทรัมป์บ้านประกาศថាលោកនឹងដំឡើងអត្រាពន្ធនាំចូលលើទំនិញពីប្រទេសកូរ៉េខាងត្បូងដល់ 25% បន្ទាប់ពីបានចោទប្រកាន់ថារដ្ឋាភិបាលសេអ៊ូលមិនបានអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានព្រមព្រៀងគ្នាកាលពីឆ្នាំមុនក្នុងការបង្ហោះសារនៅលើបណ្ដាញសង្គមលោកត្រាំងបាននិយាយថាលោកនឹងបង្កើនអត្រាពន្ធពី 15% ទៅលើទំនិញជាច្រើនប្រភេទរួមមានរថយន្តឈើសម្ភារៈសំណង់ឱសថលោកត្រាំបន្ថែមថាសមាជិកសភាកូរ៉េខាងត្បូងមានភាពយឺតយ៉ាវក្នុងការអនុម័តកិច្ចព្រមព្រៀងនេះខណៈដែលភាគីអាមេរិកបានអនុវត្តយ៉ាងរហ័សដោយកាត់បន្ថយពន្ធរបស់ខ្លួនស្របតាមប្រតិបត្តិការដែលបានព្រមព្រៀងគ្នាខាងកូរ៉េខាងត្បូងបានឲ្យដឹងថាពួកគេមិនទាន់បានទទួលការជូនដំណឹងជាផ្លូវការអំពីការសម្រេចចិត្តដំឡើងពន្ធលើទំនិញមួយចំនួននៅឡើយទេហើយបានស្នើសុំការពិភាក្សាបន្ទាន់ជាមួយទីក្រុងវ៉ាស៊ីនតោនដើម្បីដោះស្រាយបញ្ហានេះរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មកូរ៉េខាងត្បូងលោកគីមជុងគួនដែលកំពុងស្ថិតនៅប្រទេសកាណាដានឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក Howard Lutnick គួររំលឹកផងដែរថាសន្ទុះភាគហ៊ុនដ៏ធំមួយរបស់កូរ៉េខាងត្បូង Kospi បានធ្លាក់ចុះនៅព្រឹកថ្ងៃអង្គារប៉ុន្តែក្រោយមកនៅក្នុងថ្ងៃដដែលបានឡើងវិញប្រហែល 1.8% ខណៈដែលភាគហ៊ុនក្រុមហ៊ុននាំចេញធំបានស្តារឡើងវិញទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៊ីនតោនបានឈានដល់កិច្ចព្រមព្រៀងមួយកាលពីខែតុលាឆ្នាំមុនដែលរួមមានការបដិញ្ញារបស់កូរ៉េខាងត្បូងក្នុងការវិនិយោគទឹកប្រាក់ចំនួន$350 ពានប្រហែល$256,000 លានផោននៅសហរដ្ឋអាមេរិកដែលផ្នែកមួយនៃទឹកប្រាក់នោះនឹងត្រូវប្រើប្រាស់សម្រាប់វិស័យសាងសង់នាវានៅខែបន្ទាប់ប្រទេសទាំងពីរបានយល់ព្រមថាសហរដ្ឋអាមេរិកនឹងកាត់បន្ថយអត្រាពន្ធលើទំនិញមួយចំនួនបន្ទាប់ពីកូរ៉េខាងត្បូងចាប់ផ្ដើមដំណើរការអនុម័តកិច្ចព្រមព្រៀងនេះកិច្ចព្រមព្រៀងនេះត្រូវបានដាក់ជូនទៅរដ្ឋសភាជាតិកូរ៉េខាងត្បូងនៅថ្ងៃទី26ខែវិច្ឆិកាហើយកំពុងស្ថិតក្រោមការពិនិត្យពិចារណាតាមសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថាវាអាចនឹងត្រូវអនុម័តនៅខែកុម្ភៈខាងមុខពន្ធនាំចូលគឺត្រូវបានបង់ដោយក្រុមហ៊ុនដែលនាំចូលទំនិញក្នុងករណីនេះក្រុមហ៊ុនអាមេរិកនឹងត្រូវបង់ពន្ធចំនួន 25% លើទំនិញដែលពួកគេទិញពីកូរ៉េខាងត្បូងលោកត្រាំបានប្រើប្រាស់ពន្ធនាំចូលជាញឹកញាប់ជាឧបករណ៍សម្ពាធដើម្បីអនុវត្តគោលនយោបាយការបរទេសក្នុងអំឡុងអាណត្តិទី2របស់លោកនៃសេតវិមាននៅថ្ងៃសៅរ៍លោកបានគម្រាមដាក់ពន្ធ 100% លើប្រទេសកាណាដាប្រសិនបើប្រទេសនេះចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិននៅថ្ងៃច័ន្ទមន្ត្រីចិនបានថ្លែងថាកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិននិងកាណាដាមិនមានគោលបំណងប៉ះពាល់ឬបំបះប្រទេសផ្សេងទេនាយករដ្ឋមន្ត្រីកាណាដាលោក Mark Carney បាននិយាយថាប្រទេសរបស់ខ្លួនមិនកំពុងព្យាយាមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនទេហើយមិនដែលពិចារណាអំពីរឿងនេះឡើយលោកបានបន្ថែមថាមន្ត្រីកាណាដាបានបញ្ជាក់ជំហររបស់ខ្លួនយ៉ាងច្បាស់លាស់ទៅមន្ត្រីអាមេរិករួចហើយមុនពេលនោះលោកត្រាំបាននិយាយថាលោកនឹងដាក់ពន្ធនាំចូលលើប្រទេស8នេះរួមមានចក្រភពអង់គ្លេសផងដែរដែលបានប្រឆាំងនឹងផែនការរបស់សហរដ្ឋអាមេរិកក្នុងការគ្រប់គ្រងកោះ Greenland ដែលជាតំបន់មានអធិបតេយ្យនៅក្នុងព្រះរាជាណាចក្រដាណឺម៉ាកនិងជាសមាជិកអង្គការ NATO ក្រោយមកលោកបានដកថយពីការគម្រាមដាក់ពន្ធលើករណី Greenland ដោយអាងទៅលើវេទនាផលក្នុងការឈានទៅរកកិច្ចព្រមព្រៀងនៅពេលអនាគតអំពីកោះនេះប៉ុន្តែករណីនេះបានធ្វើឲ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយដាណឺម៉ាកនិងសមាជិក NATO ផ្សេងៗមានភាពតានតឹង។